រឿងចែកដីចាស់នៅពេលដែលមេឃចាប់ផ្ដើមស្រទុំពពកខ្មៅដុំបានបាំងបិទជិតពន្លឺព្រះអាទិត្យបានអស់ស្ដង់គត់បាត់ទៅវិបុលនិងសូដាដែលជាគូសង្សារវ័យក្មេងបានធ្វើដំណើរដោយម៉ូតូកាត់តាមផ្លូវលំដាច់ស្រយាលមួយវិបុលជាមនុស្សប្រុសដែលមានចរិតប្រហើននិងមិនដែលជឿលើរឿងអបិយជំនឿឡើយគេតែងតែសើចចំអករាល់រឿងខ្មោចព្រាយបិសាចឬក៏ជំនឿអ្វីផ្សេងដោយគិតថារឿងរ៉ាវទាំងនោះជារឿងឥតប្រយោជន៍ពួកគេទាំងពីរនាក់បានបត់ម៉ូតូចូលទៅក្នុងវត្តចាស់មួយដែលស្ងាត់ជ្រងំប្រុងនឹងធ្វើរឿងអ្វីដែលមិនសមរម្យនៅក្នុងវត្តក៏មានដើមឈើធំគ្របដណ្ដប់ពាសពេញទីនោះនៅជ្រុងម្ខាងនៃរបងវត្តចាស់នោះមានចេតិយមួយដ៏ធំដែលមានស្លែដុះជុំជិតនិងមានស្នាមប្រេះស្រាំជាច្រើនកន្លែងចេតិយនោះមានរូបរាងប្លែកពីគេមើលទៅហាក់ដូចជាត្រូវគេបោះបង់ចោលរាប់សិបឆ្នាំមកហើយសូដាចាប់ផ្ដើមមានអារម្មណ៍មិនសូវស្រួលនាងមានអារម្មណ៍ថាដូចមានភ្នែករាប់រយគូកំពុងសម្លឹងមើលមកនាងប៉ុន្តែវិបុលបែរជាសើចចំអកហើយដើរសម្ដៅទៅរកចេតិយនោះដោយមិនខ្លាចញញើតអ្វីឡើយវិបុលបានទាញដៃសូដាឲ្យទៅអង្គុយក្បែរខឿនចេតិយនោះគេបាននិយាយលេងសើចខ្លាំងថែមទាំងយកជើងទៅទាត់កំទេចផើងធូបដែលនៅមុខចេតិយនោះទៀតផងសូដាឃើញដូច្នេះនាងក៏មិនសប្បាយចិត្តនាងក៏ហាមវិបុលកុំឲ្យធ្វើបែបហ្នឹងហើយប្រញាប់ត្រឡប់ទៅវិញភ្លាមប៉ុន្តែវិបុលមិនស្ដាប់នាងគេថែមទាំងនិយាយបញ្ឈឺវិញ្ញាណនោះថាបើខ្លាំងចេញឲ្យឃើញមកកុំនៅតែក្នុងដីឲ្យលោកខ្មោចអើយស្រាប់តែមិនយូរប៉ុន្មានខ្យល់ត្រជាក់បក់បោកមកយ៉ាងខ្លាំងធ្វើឲ្យស្លឹកឈើនៅជុំវិញនោះខ្ចាត់ខ្ចាយពាសពេញអាកាសសំលេងក្អែកយំឮកងរំពងពេញព្រៃវត្តភ្លាមនោះសំលេងសើចតិចហាក់ដូចជាកំពុងចេញពីជម្រៅដីនៃចេតិយនោះទឹកមុខសូដាក៏ប្រែជាស្លេកស្លាំងនាងឃើញស្រមោលខ្មៅវែងអន្លាយមួយហោះកាត់ពីក្រោយខ្នងវិបុលយ៉ាងលឿនប៉ុន្តែនៅពេលដែលវិបុលងាកមើលបែរជាមិនឃើញអ្វីឡើយក្រៅពីភាពងងឹតសូន្យឈឹងប៉ុណ្ណោះក្លិនស្អុយរលួយដូចសាកសពបានភាយចេញមកពីក្នុងប្រហោងចេតិយនោះវិបុលនៅតែបង្ហាញភាពក្លាហានរបស់គេដោយយកទូរស័ព្ទមកបើកភ្លើងពិលរួចបញ្ចាំងចូលទៅក្នុងប្រហោងចេតិយនោះហើយអ្វីដែលគេបានឃើញនោះគឺភ្នែកក្រហមឆ្អៅមួយគូកំពុងសម្លឹងមកគេយ៉ាងគួរឲ្យខ្លាចនៅក្នុងគំនរឆ្អឹងដែលនៅក្នុងចេតិយនោះវិបុលចាប់ផ្ដើមបែកញើសពេញខ្លួនត្រជាក់ដៃត្រជាក់ជើងប៉ុន្តែគេនៅតែព្យាយាមលួងខ្លួនឯងថាវាគ្រាន់តែជាសត្វឆ្មាឬសត្វទីតុយប៉ុណ្ណោះនៅពេលដែលពួកគេសម្រេចចិត្តចាកចេញពីទីនោះស្រាប់តែម៉ូតូរបស់ពួកគេមិនឆេះឡើយក្នុងភាពងងឹតសូន្យឈឹងសូដាបានស្រែកឡើងយ៉ាងខ្លាំងព្រោះដោយសារនាងបានឃើញដៃដ៏ស្គមស្គាំងដែលមានតែស្បែកនិងឆ្អឹងលូកចេញមកពីក្រោយវិបុលចង់ចាប់ករបស់គេវិបុលចាប់ផ្ដើមដឹងខ្លួនថាអ្វីមិនមែនជារឿងលេងសើចទៀតឡើយគេចាប់ផ្ដើមមានអារម្មណ៍ភ័យខ្លាចមែនទែនហើយសំឡេងគ្រហឹមដូចជាសត្វសាហាវបានបន្លឺឡើងពីក្រោយខ្នងពួកគេខណៈពេលនោះជញ្ជាំងចេតិយស្រាប់តែមានអក្សរបុរាណដែលធ្លាប់តែមើលមិនឃើញចាប់ផ្ដើមលេចឡើងជាពណ៌ក្រហមដូចជាឈាមចេតិយនេះគឺជាកន្លែងបង្ខាំងវិញ្ញាណដែលស្លាប់ដោយអយុត្តិធម៌និងមានកំហឹងជាខ្លាំង
ការដែលវិបុលទៅប៉ះពាល់និងនិយាយមើលងាយក៏ដូចជាការដាស់ឲ្យវិញ្ញាណពួកគេនោះភ្ញាក់ពីដំណេកដ៏ឈឺចាប់អញ្ចឹងដែរវិបុលនិងសុដាបានសម្រេចចិត្តចោលម៉ូតូហើយនាំគ្នារត់សម្ដៅទៅរកមាត់ទ្វារវត្តប៉ុន្តែមិនថាពួកគេព្យាយាមរត់យូរយ៉ាងណាក៏ពួកគេរត់ទៅរត់មកក៏នៅតែកន្លែងចេតិយនោះដដែលសំឡេងសើចលក់លើយរបស់វិញ្ញាណខ្មោចនៅទីនោះកាន់តែឮច្បាស់ឡើងនៅគ្រប់ទិសទីក្នុងខណៈពេលដែលរត់សូដាបានជំពប់ជើងដួលហើយភ្លាមនោះមានអំបោះខ្មៅវែងដូចជាសក់មនុស្សស្រីបានមកចាប់ជើងនាងអូសចូលទៅក្នុងគុម្ពព្រៃក្បែរចេតិយនោះសូដាបានស្រែកឲ្យវិបុលជួយនាងខំប្រឹងអស់ពីកម្លាំងកាយចិត្តវិបុលក៏ព្យាយាមចូលទៅជួយប៉ុន្តែត្រូវបានវិញ្ញាណខ្មោចចាប់គេបោកទៅនឹងចេតិយរហូតដល់បែកក្បាលឈាមហូរស្រោចពេញមុខពេលនោះដែរវិញ្ញាណនោះក៏បានបញ្ចេញរូបរាងពិតប្រាកដមកឲ្យពួកគេបានឃើញនាងគឺជាស្រីម្នាក់សក់វែងអូសដីភ្នែកក្រហមដូចជាឈាមធ្មេញស្រួចដូចផ្លែឡាមហើយខ្លួនប្រាណរបស់នាងស្អុយធំក្លិនពេញវត្តតែម្ដងនាងបាននិយាយទៅកាន់វិបុលដោយសំឡេងស្អកថាឯងមើងងាយយើងឯងត្រូវតែសងដល់ជីវិតវិបុលចាប់ផ្ដើមយំសំពះសំទោសលែងមានអំនួតដូចមុនទៀតហើយគេអង្វរឲ្យវិញ្ញាណនោះដោះលែងសូដាហើយយកជីវិតគេជំនួសក៏បានប៉ុន្តែវិញ្ញាណនោះមិនស្ដាប់អ្វីឡើយនាងបានប្រើក្រញាំរាមដៃវែងចាប់មាត់របស់វិបុលបន្ទាប់មកអូសពួកគេទាំងពីរនាក់ចូលទៅក្នុងប្រហោងដីដែលកំពុងបើកចំហចាំទទួលសាកសពពួកគេទាំងពីរនាក់នោះលុះដល់ព្រឹកឡើងអ្នកស្រុកជិតខាងបានឃើញម៉ូតូរបស់វិបុលនៅក្បែរចេតិយប៉ុន្តែពួកគេមិនបានឃើញមនុស្សឡើយអ្វីដែលគេប្រទះឃើញគឺស្នាមឈាមដែលហូរចេញពីក្នុងចេតិយនិងសម្លៀកបំពាក់ខ្លះដែលនៅរាយប៉ាយនៅទីនោះចាប់ពីថ្ងៃនោះមកគ្មានអ្នកណាម្នាក់ហ៊ានដើរកាត់វត្តនោះនៅពេលយប់ឡើយហើយអ្នកខ្លះក៏និយាយថាពួកគេតែងតែឮសំឡេងយំសោកបោកខ្លួនរបស់វិបុលនិងសូដាចេញពីក្នុងចេតិយចាស់នោះជារៀងរាល់យប់ថ្ងៃសិលបាទរឿងរ៉ាវនេះក៏បញ្ចប់ត្រឹមតែប៉ុណ្ណេះអរគុណបងប្អូនសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់ជួបគ្នានៅសាច់រឿងក្រោយៗទៀតអរគុណជម្រាបលា